មរតកស្មារតីសម្ដេចតេជោគិតគូរមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតែបន្តអនុវត្តក្រសួងមុខងារសាធារណៈណែនាំពីការបើកប្រាក់ខែជូនមន្ត្រីរាជការនៅក្នុងខែមេសានិងខែឧសភាក្រសួងមុខងារសាធារណៈបានណែនាំឲ្យបើកប្រាក់បៀវត្សសម្រាប់ខែមេសានិងប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីចំនួន 50,000 រៀលជូនដល់មន្ត្រីរាជការយ៉ាងយូរបំផុតត្រឹមថ្ងៃទី 11 ខែមេសាសម្រាប់ខែឧសភាវិញគឺត្រូវបើកនៅក្នុងសប្តាហ៍ទី 1សម្រាប់ការបើកប្រាក់បៀវត្សលើកទី 1ហើយលើកទី 2ត្រូវធ្វើនៅក្នុងសប្តាហ៍ទី 3ដោយឡែកការបើកប្រាក់បៀវត្សសម្រាប់ខែមិថុនាឆ្នាំ 2025គឺត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមានសូមបញ្ជាក់ថាការកំណត់ឲ្យបើកប្រាក់បៀវត្សជូនមន្ត្រីរាជការនៅក្នុងខែមេសានិងខែឧសភាពិសេសជាងខែដទៃត្រូវបានអនុវត្តតាមស្មារតីនៃការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីការអនុវត្តបែបនេះត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ 2019 មកម្លេះព្រោះសម្ដេចតេជោហ៊ុនសែនគិតបារម្ភដល់មន្ត្រីរាជការខ្វះខាតថវិកាដែលត្រូវចំណាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនត្រឹមតែបារម្ភរឿងខ្វះថវិកាចាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេសម្ដេចតេជោក៏បានបារម្ភដល់មន្ត្រីខ្វះថវិកាចាយក្រោយបុណ្យចូលឆ្នាំថ្មីថែមទៀតអញ្ចឹងហើយទើបសម្ដេចណែនាំឲ្យបើកប្រាក់បៀវត្សក្នុងខែឧសភាលឿនជាងខែដទៃទៀត